ប្រើជំរាបទឹកនៅក្នុងបន្ទប់ទឹកអញ្ចឹងមុននឹងដឹងថាវិធីប្រើប្រាស់យើងត្រូវថាមានវាមានអីខ្លះវាមានកែវសម្រាប់វល់មួយវាមានកែវឯងមានធំមានទូចចាហើយមានជក់មួយមានប្រដាប់គៀមួយមានស្រោមដៃ2នៅក្នុងនេះហើយនឹងមានប្រដាប់ឈើគោអញ្ចឹងវិធីប្រើប្រាស់បងប្អូនងាយស្រួលទេវិធីប្រើប្រាស់ទី1បំផុតគឺបងប្អូនត្រូវតែយកប្រដាប់ឈូររងនេះសម្អាតស្លែអីតិចៗអញ្ចឹងណាស្អាតហើយយើងបោសឲ្យស្អាតចាពេលដែលយើងបោសស្អាតហើយទុកខ្ញុំសូមបញ្ជាក់គឺទុកបន្ទប់ទឹកឲ្យស្ងួតបន្ទាប់មកការលាយអញ្ចឹងការលាយគឺវិធីទី1បងប្អូនលាយអញ្ចឹងណាចាក់អាធំនេះដល់ធំនេះចំនួន2 1 2បន្ទាប់មកចាក់អាតូចនេះគេហៅថាជាប្រភេទមេកែវចាក់1តែវល់ឲ្យស្មើខ្ញុំសូមបញ្ជាក់ណាវល់ឲ្យស្មើហើយចាក់បន្ទាប់បញ្ជាក់ហើយគឺយើងកូរបើមិនតែជក់ឲ្យទូចពេកយើងយកជក់ធំកូរក៏បានដែរកូរឲ្យសព្វបន្ទាប់ពីកូរសព្វហើយមានថាចាក់ភ្លាមកូរភ្លាមលាបភ្លាមហ្មងអត់ទុកទេតែទុកអញ្ចឹងអូពឹបអញ្ចឹងយើងចាក់មកចាក់ហើយយើងគៀចាក់អញ្ចឹងអូចាក់យើងកូរអូតាមរយអញ្ចឹងយើងគៀរហូតគៀគឺលឿនតែម្ដងអញ្ចឹងមកទុកក្នុងប៉ុណ្ណឹងធ្វើតែមួយផ្លែទេចាក់គៀចាក់អូអញ្ចឹងមកអញ្ចឹងស្រួលហើយបងប្អូនណាតែបើសិនជាបងប្អូនអត់ចេះវាស់ទេនឹកឃើញថាខ្លាចវាស់ខុសអញ្ចឹងទៅបងប្អូនអាចយកកៅទាំងវិធីទី2គឺបងប្អូនយកកៅទាំងពីរនេះចាក់លាយចូលគ្នាតែម្ដងលាយហើយយើងកូរយើងមាន2នាក់ឯងម្នាក់កូរយ៉ាងមកចាកូរបន្ទាប់ពីកូរហើយគឺបន្ទាប់ពីកូរឲ្យសព្វហើយតែហ្នឹងរៀងឆាប់រឹងណាអញ្ចឹងបងប្អូនធ្វើឲ្យលឿនមានថាបងប្អូនកៅហើយចាក់យកប៉ាត់យកអញ្ចឹងហ្មងណាអញ្ចឹងហើយបានធ្វើតន់បើសិនជាបងប្អូនយឺតអាចទុកតែយូរបន្តិចទៅវានឹងកកហើយអញ្ចឹងសូមបញ្ជាក់ថាធ្វើភ្លាមលាបភ្លាមរហ័សដៃរហ័សជើងបានយើងធ្វើបានតែបើយើងឲ្យយូរគឺអាចមានបញ្ហាដូចជាកកអីអញ្ចឹងណាបងប្អូនចា